តើនឹងមានរឿងអ្វីកើតឡើងបើសិនជាបងប្អូនប្រើស្បែកប្រាំងមុខរហូតដល់ទៅអស់បែបនេះឥឡូវនេះខ្ញុំនឹងស្រាយចម្ងល់បងប្អូនទាំងអស់គ្នាបានតើបងប្អូនដែលប្រើប្រាស់ប្រភេទម៉ូតូអូតូទាំងអស់គ្នាមើលវីដេអូនេះហើយធ្វើការប្រុងប្រយ័ត្នផងនៅពេលដែលយើងប្រើប្រាស់ប្រាំងមុខរហូតដល់ទៅអស់បែបនេះអញ្ចឹងហើយប្រាំងមុខគឺដើរតួនាទីសំខាន់មែនទែនសម្រាប់ការចាប់ដំណឹងនៅកង់មុខណាសិនជាបងប្អូនមិនបានឆែកទៀតផងនោះហើយប្រើវារហូតដល់ដែកបែបនេះបានន័យថាវាអស់ស្បែកហើយបងប្អូនអរគ្នានេះគឺដែកកកិតជាមួយនឹងដែកពីព្រោះប្រាំងមុខគឺយើងប្រើស្បែកទៅចាប់ជាមួយនឹងឌីសដើម្បីឲ្យវាចាប់ប្រាំងមុខអញ្ចឹងហើយបើសិនជាអស់ស្បែកហើយគឺវាមានតែដែកកកិតជាមួយនឹងដែកវាធ្វើឲ្យស៊ីឌីសខូចឌីសទី1គឺវាបណ្ដាលឲ្យខូចឌីសនិយាយបានថាការដែលខូចឌីសហ្នឹងគឺវាមិនមានបញ្ហាធំដុំទេយើងអាចផ្លាស់ប្ដូរវាបានប៉ុន្តែបញ្ហាដែលគ្រោះថ្នាក់បំផុតនោះនៅពេលដែលស្បែកប្រាំងរបស់យើងវាសល់តែដែកបែបនេះហើយវាក្តៅខ្លាំងវាទៅគៀបជាមួយនឹងឌីសក្តៅខ្លាំងដូចនេះដែរធម្មតានៅពេលដែលដែកក្តៅកកិតជាមួយនឹងដែកក្តៅវាបញ្ចេញទៅជាការភ្លើងធ្វើឲ្យវាទន់បងប្អូនគ្នានៅពេលដែលដែកទន់គឺវាគៀបជាប់គ្នាតែម្ដងបាទហើយអានឹងហើយគឺធ្វើឲ្យគ្រោះថ្នាក់តែម្ដងបើសិនជាយើងកំពុងតែរត់នៅលើថ្នល់ជាតិឬក៏ថ្នល់លំអីគឺវាមានបញ្ហាគាំងកង់មុខគឺគ្រោះថ្នាក់តែម្ដងអញ្ចឹងហើយយើងជៀសវាងកុំប្រើបែបហ្នឹងគឺវាមានបញ្ហាបែបហ្នឹងណាដូចតែខ្ញុំបាននិយាយអញ្ចឹងឥឡូវនេះគឺយើងនឹងធ្វើការផ្លាស់ប្ដូរស្បែកថ្មីអតិថិជនហើយដោយសារតែម៉ូតូរបស់គាត់គឺប្រើអស់ស្បែកហើយវាធ្វើឲ្យមានការលាន់សំឡេងប្លែកបងប្អូនគ្នាគាត់ប្រាប់ខ្ញុំថាលាន់សំឡេងប្លែកដល់ទៅពេលខ្ញុំឆែកមើលទៅគឺស្បែកអស់លលីងតែម្ដងអញ្ចឹងហើយគឺវាលាន់សំឡេងប្លែកហើយនៅពេលយើងផ្លាស់ប្ដូរស្បែកហើយយើងកុំភ្លេចថែមខ្លាញ់គោអាកន្លែងត្រង់ចំណេះផងស្គៀមវានេះគឺមានថ្មិញពីរហ្នឹងគឺយើងថែមខ្លាញ់គោតិចតិចទៅហើយយើងដោះខាត់ខាងក្នុងឲ្យស្អាតមុននឹងយើងចាប់ចូលទៅវិញបាទចឹងវីដេអូនេះគឺជាសារដាស់តឿនមួយសម្រាប់បងប្អូនដែលប្រើប្រាស់ប្រភេទម៉ូតូអូតូកុំភ្លេចពិនិត្យមើលខ្លួនឯងផងថាម៉ូតូយើងអស់ស្បែកឬក៏នៅជៀសវាងកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដែលយើងមិនអាចមើលឃើញបានបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាដែលបានតាមដានតាំងពីដើមដល់ទីបញ្ចប់កុំភ្លេចជួយ like និង Subscribe Channel YouTube ខ្ញុំបាទប៉ុណ្ណាសូមម៉ូតូវ៉ាន់ជម្រាបលាបាយបាយ